ទំនុកដំកើងជំពូក103ខ្ញុំសូមលើកដំកើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គអស់ពីដួងចិត្តទំនុករបស់ស្ដេចដាវីតខ្ញុំសូមលើកដំកើងព្រះអង្គម្ចាស់ខ្ញុំសូមសរសើរដំកើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គអស់ពីដួងចិត្តខ្ញុំសូមសរសើរដំកើងព្រះអង្គម្ចាស់ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គបានធ្វើដោយព្រះハរតីសប្បុរសនោះឡើយព្រះអង្គបានអត់ទោសនៅកំហុសទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាងព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅព្រះអង្គតែងសម្ដែងព្រះハរតីមេត្តាករុណាអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូរណ៍ព្រះអង្គប្រទានឲ្យខ្ញុំរស់នៅប្រកបដោយសុភមង្គលហើយព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញដោយសត្វឥន្ទ្រីព្រះអង្គម្ចាស់ប្រព្រឹត្តដោយសុចរិតព្រះអង្គរកយុត្តិធម៌ឲ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិនព្រះអង្គបង្ហាញឲ្យលោកម៉ូសេស្គាល់គម្រោងការរបស់ព្រះអង្គព្រះអង្គបង្ហាញឲ្យប្រជាជនអ៊ីស្រាអែលស្គាល់ស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គម្ចាស់ប្រកបដោយព្រះハរតីអាណិតអាសូរព្រះអង្គតែងតែប្រណីសន្តោសព្រះអង្គមានព្រះハរតីអត់ធ្មត់ហើយពោពេញទៅដោយព្រះハរតីមេត្តាករុណាព្រះអង្គមិនបន្ទោសជានិច្ចកាលទេហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរព្រះអង្គមិនដាក់ទោសយើងឲ្យសមនឹងអំពើបាបដែលយើងប្រព្រឹត្តនោះឡើយហើយព្រះអង្គក៏មិនឲ្យយើងទទួលទោសសមនឹងកំហុសរបស់យើងនោះដែរផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណាព្រះハរតីមេត្តាករុណារបស់ព្រះអង្គចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គក៏ខ្ពស់យ៉ាងនោះដែរទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណាព្រះអង្គម្ចាស់ក៏អាណិតអាសូរអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរបិទព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វីគឺព្រះអង្គឥតភ្លេចទេថាមនុស្សយើងមានកំណើតមកពីធូលីដីជីវិតរបស់មនុស្សយើងប្រៀបបាននឹងស្មៅឬដូចជាផ្កាដែលរីកឡើងនៅទីវាលពេលណាមានខ្យល់បក់មកវាក៏រុះរោយបាត់អស់ទៅឥតមានទុកស្នាមអ្វីសោះឡើយតែព្រះハរតីមេត្តាករុណារបស់ព្រះអង្គម្ចាស់ស្ថិតនៅអស់កលជានិច្ចជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គក៏នឹងសម្ដែងព្រះハរតីស្មោះស្ម័គ្រចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរប្រសិនបើគេកាន់តាមសម្ព័ន្ធមេត្រីរបស់ព្រះអង្គព្រមទាំងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឥតភ្លេចសោះឡើយព្រះអង្គម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គនៅស្ថានបរមសុខព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអង្គម្ចាស់អើយចូលនាំគ្នាសរសើរដំកើងព្រះអង្គអស់លោកតែងតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ចអស់លោកដែលជាកងពលរបស់ព្រះអង្គម្ចាស់អើយចូលនាំគ្នាសរសើរដំកើងព្រះអង្គអស់លោកតែងតែបម្រើព្រះអង្គស្របតាមព្រះハរតីរបស់ព្រះអង្គជានិច្ចអោស្នាព្រះហស្ថទាំងឡាយរបស់ព្រះអង្គអើយទោះបីនៅទីណាក្តីក៏អ្នករាល់គ្នាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរចូលនាំគ្នាសរសើរដំកើងព្រះអង្គខ្ញុំសូមសរសើរដំកើងព្រះអង្គហាឡេលូយ៉ាអាមែន